នៅទីបញ្ចប់អ្នកប្រាជ្ញរូបនេះបានក្រវីដៃលាដោយស្ងៀមស្ងាត់ហើយចលនានៃដៃអាវស្រទន់របស់គាត់បានបញ្ជូនខ្យល់នេតខេរទៅបក់ជំវិញក្មេងប្រុសនេះគឺជាខ្យល់ស្ងាត់ស្ងាត់ដែលនៅសេសសល់អស់រយៈពេលយូរនៅក្នុងអណ្ដូងយុវជនឈឺឆានត្រូវបានវាយប្រហារយ៉ាងឃោរឃៅចូលទៅក្នុងបាតអណ្ដូងរួមជាមួយនឹងកញ្ចក់ហើយកញ្ចក់រន្ទះដ៏ទេវភាពរបស់គាត់ត្រូវបានបង្ខំឲ្យរួញខ្លួនទៅលើបន្ទះថ្មខៀវស្ងួតយ៉ាងខ្លាំងនៅបាតអណ្ដូងហើយនេះគឺដើម្បីឲ្យគាត់អាចលាក់ខ្លួននៅក្រោមកញ្ចក់របស់គាត់ឲ្យបានល្អបំផុតតាមដែលអាចធ្វើទៅបានទោះបីជាគាត់នៅតែប្រើអំណាចពេញលេញរបស់គាត់និងតស៊ូចុងក្រោយក៏ដោយតាមពេលទៅឈឺឆានបានបាត់បង់ភាពអស់សង្ឃឹមរួចទៅហើយបានចោះចាញ់នឹងសេចក្តីស្លាប់នៅពេលនេះកញ្ចក់ញ័រយ៉ាងខ្លាំងដោយសង្កត់លើឈឺឆានវ័យក្មេងដែលកំពុងលាក់ខ្លួននៅក្រោមកញ្ចក់យ៉ាងឃោរឃៅក្នុងពេលជាមួយគ្នានោះធម្មពលដាវបានហូរកាត់កញ្ចក់ដូចជាទឹកហើយបានដុតរាងកាយក្មេងប្រុសនោះដោយគ្មានមេត្តាស្មារតីរបស់ឈឺឆានចាប់ផ្ដើមរសាត់បាត់ទៅភ្លាមនៅពេលដែលគាត់បិទភ្នែកការរឹតបន្តឹងដែលត្រូវបានអ្នកប្រាជ្ញចំណាស់បានដាក់លើចិត្តរបស់ឈឺឆានវ័យក្មេងនោះបានរសាត់បាត់ទៅដោយគួរឲ្យកត់សម្គាល់ឈឺឆានមានអារម្មណ៍ភ្លាមនៃក្តីសង្ឃឹមហើយវាដូចជាគាត់បានរកឃើញទឹកបន្ទាប់ពីរងទុំដោយការស្រេកទឹកអស់រយៈពេលយូរគាត់បានក្លាយទៅជាមនុស្សស្វាហាប់និងមានធម៌ពលហើយគាត់ក៏មិនហ៊ានទប់ទល់ទៀតដដែលប្រសិនបើគាត់មិនតស៊ូដើម្បីជីវិតរបស់គាត់ឥឡូវនេះទេតែពេលណាគាត់នឹងមានឱកាសម្ដងទៀតហាមេឃនៅខាងខ្ញុំហើយតាចាស់សូម្បីតែមនុស្សដូចអ្នកក៏អាចធ្វើខុសដ៏ធំមួយដែរតាចាស់គ្មានទីបញ្ចប់សូម្បីតែអ្នកក៏ចាញ់ខ្ញុំដែរអ្នកក៏ត្រូវបានចាញ់ខ្លួនឯងចំជើងខ្លួនឯងផងដែរសូម្បីតែអ្នកក៏បានបាញ់ខ្លួនឯងចំជើងដែរមេឃពិនជានៅខាងខ្ញុំមែនមេឃមិនដែលបិទច្រកចេញទាំងអស់ទេម្ដងមួយឈឺឆានបានស្រង់ចេញនៅតួអក្សរពណ៌មាសធំដែលពោពេញទៅដោយរស្មីនៃសេចក្តីសុចរិតចេញពីព្រលឹងរបស់គាត់យឺតមានតែមុខច្របូរច្របល់ហើយគាត់កំពុងរងទុក្ខវេទនាយ៉ាងវេទនានិងមិនអាចទប់ទល់បានដែលគួរឲ្យខ្លាចជាងការត្រូវកំបិតរាប់សិបលានដើមចាក់ទៅទៀតទោះជាយ៉ាងណាក៏ដោយគំនិតរបស់ឈឺឆានកាន់តែច្បាស់ឡើងនៅពេលដែលគាត់បានគ្រប់គ្រងតួអក្សរពណ៌មាសដែលគ្មានម្ចាស់គឺការបង្រៀនរបស់អ្នកប្រាជ្ញពាក្យដែលប្រើដើម្បីកត់ត្រាតាវហើយប្រើវាដើម្បីវាយប្រហារឈីដាវដែលកំពុងតែចុះទៅក្នុងអណ្ដូងតួអក្សរពណ៌មាសបានប៉ះទង្គិចជាមួយនឹងឈីដាវវាគួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់ដែលមិនមានការផ្ទុះណាមួយកើតឡើងទេប៉ុន្តែការប៉ះទង្គិចគ្នានេះកាន់តែស្ងៀមស្ងាត់វាកាន់តែគួរឲ្យភ្ញាក់ផ្អើលនិងថប់អារម្មណ៍នេះលែងជាសមរភូមិរវាងកម្លាំងឆៅនិងអំណាចទៀតហើយផ្ទុយទៅវិញនេះគឺជាទម្រង់មួយផ្សេងទៀតនៃសមរភូមិរវាងតាវដ៏អស្ចារ្យទោះជាយ៉ាងណាក៏ដោយឈីដាវដែលកំពុងកើនឡើងនៅទីបំផុតគ្មានអ្វីក្រៅអំពីចង្កោមឈីដាវតូចបំផុតនោះទេស្រដៀងគ្នានេះដែរតួអក្សរពណ៌មាសទាំងនោះក៏គ្មានអ្វីក្រៅអំពីតួអក្សរដែលជួយឆានបានឆ្លៀតឱកាសហើយខ្ចីសម្រាប់ពេលបច្ចុប្បន្ននោះទេភាគីទាំងពីរបានរុញច្រានគ្នាទៅវិញទៅមកនៅទីបញ្ចប់វាហាក់ដូចជាពួកគេនឹងបញ្ចប់ដោយភាពស្មើគ្នាម្លេះតែអាឈីដាវហើយជាមួយនឹងអាសរបស់ជ័យឆានបញ្ចេញហ្នឹងណាតាមពេលទៅវាដូចជាពួកគេជាកងទ័ពពីរដែលនឹងសម្លាប់គ្នាទៅវិញទៅមកហើយធានាបាននៅលទ្ធផលអន្តរាយបន្ទាប់ពីរកឃើញឱកាសនេះជួយឆានលែងចោះចាញ់នឹងភាពអស់សង្ឃឹមនិងសេចក្តីស្លាប់ទៀតហើយផ្ទុយទៅវិញគាត់បានអង្គុយឡើងដោយប្រុងប្រយ័ត្នមុនពេលដែលចូលទៅក្នុងទីតាំងអង្គុយចោះយឺតបន្ទាប់ពីមួយរយៈគាត់ទីបំផុតអាចក្រោកឈរឡើងដោយនៅតែពាត់ខ្នងរបស់គាត់បានដើរទៅចំហៀងហើយកញ្ចក់របស់គាត់ក៏បានផ្អៀងទៅចំហៀងភ្លាមផងដែរដោយបង្វែរកម្លាំងនៃឈីដាវចុងក្រោយឆ្ពោះទៅកាន់ជញ្ជាំងអណ្ដូងឈឺឆានបានសម្រេចចិត្តបោះនៅកញ្ចក់បុរាណនោះចោលភ្លាមបន្ទាប់មកគាត់បានជន់ជើងរបស់គាត់ហើយលោតឡើងទៅលើអណ្ដូងបាត់ខ្លួនភ្លាមពីបាតកន្លែងដែលគាត់ជាប់គាំងមានតែសំឡេងងងឹតនិងកំហឹងរបស់គាត់ប៉ុណ្ណោះដែលបន្លឺឡើងជុំវិញអណ្ដូងទោះបីជាអ្នកនៅតែមានដង្ហើមឈីដាវដ៏ស្រេកឃ្លានក៏ដោយអ្នកពិនជាមិនមានពេលគ្រប់គ្រាន់ដើម្បីបញ្ចេញវាឥឡូវនេះទេឈេងភៀងអានកំពុងឈរនៅលើកំពូលអណ្ដូងហើយកំពុងធ្វើសមាធិឈរដៃរបស់គាត់ក៏បង្កើតជាត្រាតំណាងឲ្យឡដុតដាវផងដែរ
បន្ទាប់ពីបញ្ចេញនៅដង្ហើមចុងក្រោយនៃឈីដាវគាត់បានចូលទៅក្នុងទីតាំងនេះរួចទៅហើយត្រៀមខ្លួនប្រឈមមុខនឹងគូប្រជែងរបស់គាត់សេចក្តីផ្ដើមនៃការនាំផ្លូវរំជួយភ្នំបានបញ្ជាក់យ៉ាងច្បាស់អំពីគោលបំណងរបស់វាថាអ្នកដែលអនុវត្តកណ្ដាប់ដៃរំជួយភ្នំនាពេលអនាគតចូលចងចាំការពិតនេះទោះបីជាអ្នកកំពុងប្រឈមមុខនឹងស្ថាបនិកនៃការបង្រៀនទាំង3ក៏ដោយមិនន័យថាហើយដូចស្ថាបនិកដូចជាតាវទាំង3ដែលគេដាក់ឈ្មោះឲ្យទាំង3នេះអ្នកខ្លាំងទាំង3នៃតាវនេះអ្នកអស់ណាគេហៅថាស្ថាបនិកហ្នឹងបច្ចេកទេសកណ្ដាប់ដៃរបស់អ្នកត្រូវបានអនុញ្ញាតឲ្យខ្សោយហើយបញ្ចេញនៅបច្ចេកទេសកណ្ដាប់ដៃរបស់អ្នកក៏ត្រូវបានអនុញ្ញាតឲ្យចាញ់ក្នុងសមរភូមិដែរទោះជាយ៉ាងណាក៏ដោយចេតនាកណ្ដាប់ដៃដែលមានเป็นជាមិនអាចដកថយសំបីតែមួយចំហៀនឡើយមានន័យថាបើសិនជាចេតនានៃហើយនៃការប្រើបច្ចេកទេសនឹងវាខ្សោយទៅនៅក្នុងសមរភូមិអារម្មណ៍របស់យើងចុះខ្សោយកណ្ដាប់ដៃចេតនាកណ្ដាប់ដៃក៏វាខ្សោយដែរចឹងណាអញ្ចឹងទោះបីជាខ្សោយក៏ដោយក៏ត្រូវតែប្រឈមជាមួយនឹងអាការវ័យបហានឹងដែរចឹងណាអត់មានត្រូវដកថយទេចឹងណាអានឹងគឺជាទ្រឹស្ដីមួយឬក៏ពាក្យមួយនៅក្នុងសៀវភៅហើយរំជួយភ្នំហ្នឹងណាឬក៏កំពីក៏បានដែរក្នុងពេលជាមួយគ្នានេះក្មេងស្រីតូចស្លៀកពាក់ពណ៌ក្រហមស្រាប់តែភ្ញាក់ពីដំណេកម្ដងទៀតនៅក្នុងបន្ទប់របស់នាងនៅក្នុងទីធ្លាដ៏ប្រណិតនិងស្ងប់ស្ងាត់នេះមិនមែនដោយសារតែសុបិនអាក្រក់នោះទេផ្ទុយទៅវិញនាងត្រូវបានដាវឈើបែទះឲ្យភ្ញាក់ឈើគេនោះដាវឈើកន្ទោបលេប៉ាភីងដែលងឿងឆ្ងល់ស្រាំតែបើកភ្នែកធំដាវឈើដែលបានទម្លុះបង្អួចបានទាញនៅតួអក្សរឈីឡើងទៅលើអាកាសយ៉ាងលឿនមុនពេលដែលហោះទៅរកទ្វារដោយសំឡេងហូរកញ្ជ្រៀវលីប៉ាភីងបានលោតចុះពីគ្រែយ៉ាងប្រញាប់ប្រញាល់ហើយរត់ទៅតាមដាវដោយជើងទទេដោយមិនឈប់ពាក់ស្បែកជើងឡើយបន្ទាប់ពីចាក់ចេញពីបន្ទប់នាងបានដើរទៅតាមដាវឈើទៅកាន់បន្ទប់លោកគ្រូពូរបស់នាងដោយសារតែចិនភិនអានមិនទាន់ត្រឡប់មកវិញទ្វារបន្ទប់របស់គាត់នៅតែមិនចាក់សដាវហោះបានគោះវាឲ្យបើកហើយលីប៉ាភីងបានរត់ចូលទៅក្នុងបន្ទប់ហើយភ្លាមបន្ទាប់មកនាងបានឃើញនៅដាវឈើចង្អុលទៅកន្ត្រករបស់ចិនភិនអាននៅទីបំផុតលីប៉ាភីងបានយកត្រាមួយដែលលោកគ្រូពូរបស់នាងបានលាក់ទុំនៅខាងក្រោមការណែនាំរបស់ដាវឈើហោះនោះបន្ទាប់ពីបើកវាចេញនាងបានដឹងថានេះគឺជាត្រាដែលមានតួអក្សរចិត្តស្ងប់បង្កើតការត្រាស់ដឹងដែលលោកគ្រូពូរបស់នាងបានបង្ហាញនាងដោយសម្ងាត់តែម្ដងគត់មានតែបន្ទាប់ពីរកឃើញរឿងនេះទេទើបហើយដាវឈើហោះដាវឈើនោះបានងក់ក្បាលដោយស្មោះត្រង់អស់ពីចិត្តវាបានហោះចេញពីបន្ទប់យ៉ាងលឿនលីប៉ាភីងបានកាន់ត្រាដែលហើយលោកគ្រូឈីបានអោយលោកគ្រូពូរបស់នាងយ៉ាងរឹងមាំមុនពេលដែលដើរតាមដាវឈើដែលបានដេកឡើងយ៉ាងអាចកំបាំងនៅក្នុងកន្ត្រករបស់ចិនភិនអានៅពេលណាមួយនាងបានរត់ចូលឆ្ពោះទៅកាន់ព្រះពន្លាហើយបន្ទាប់មកនាងបានលោតចុះពីវាយ៉ាងប៉ិនប្រសប់មុនពេលដែលរត់ឆ្ពោះទៅកាន់អណ្ដូងតឹងដែលលោកគ្រូពូរបស់នាងកំពុងតែឈរត្រានោះបានហើរចេញពីដៃរបស់នាងភ្លាមហើយស្ទុះទៅរកអណ្ដូងយ៉ាងលឿនបន្ទាប់ពីអណ្ដែតដល់កម្ពស់ខ្ពស់ចឹងក្បាលលោកគ្រូពូរបស់នាងត្រានោះក៏បានធ្លាក់ចុះមកវិញភ្លាមដោយសម្លេងគោះខ្លាំងមួយសម្លេងស្រែកធ្ងរដ៏ក្រៀមក្រំមួយបានលឺឡើងពីលើកំពូលនៃអណ្ដូងម្ដងទៀតឬចុះម្ដងទៀតហើយស្គួតហើយឈីជីងឈុនតើឯងអាចឈប់លេងបន្លាចខ្ញុំបានទេតើឯងនឹងឲ្យរឿងនេះសម្រាកខ្លះបានទេចឹងអ្វីដែលលីប៉ាភីងបានឃើញគឺក្មេងប្រុសម្នាក់ស្លៀកពាក់ពណ៌សស្រាំតែលេចចេញពីលើអណ្ដូងទឹកមុនពេលដែលត្រូវបានត្រារបស់ឈិនភិនអានវាចំថ្ងាសយ៉ាងខ្លាំងរឿងនេះបានធ្វើឲ្យគាត់ហោះថយក្រោយដើម្បីដួលទៅលើដីមុនពេលបាត់បង់ស្មារតីយុវជនជ័យឆានដែលឥឡូវនេះគ្មានការវឹកហាត់អ្វីឡើយបានរអ៊ូរទាំថាជ័យចិនឈុនលើកនេះឯងឈ្នះហើយខ្ញុំទទួលស្គាល់ការចាញ់អញ្ចឹងហួយចំណេញទេណាឥឡូវទៅរកកន្លែងចាញ់ឃើញហើយខំស្ទុះស្ទាមកឯណាភ្នែករបស់ឈិនភិនអានបានបើកធំដោយភ្ញាក់ផ្អើលនៅពេលដែលគាត់បានឃើញត្រាដែលមានតួអក្សរហើយនៅខាងក្នុងនោះបុកចំថ្ងាសរបស់ឈុយឆាន
បន្ទាប់ពីលោតត្រឡប់មកវិញត្រានោះបានឈប់នៅលើអាកាសដោយជាវាជាតុក្កតាមួយដែលត្រូវបានទាញត្រឡប់មកវិញហើយកាន់នៅនឹងកន្លែងដោយនរណាម្នាក់ទោះជាយ៉ាងណាក៏ដោយអ្នកធ្វើតុក្កតាហាក់ដូចជាខ្សោយពេកហើយនេះបានបណ្ដាលឲ្យត្រាលូតយឺតនៅចិត្តកន្លែងដដែលចិនភិនអានបានសម្លឹងមើលត្រានោះហើយនៅទីបំផុតគាត់បានងាកភ្នែកទៅរងដាវឈើដែលស្ថិតនៅចន្លោះខ្លួនគាត់និងលីប៉ាភេងមានក្មេងស្រីតូចម្នាក់ស្លៀកពាក់ពណ៌មាសដែលមានកម្ពស់ត្រឹមតែប៉ុនម្រាមដៃតូចប៉ុណ្ណោះដេកផ្ងាខ្លួនលាក់ខ្លួននៅផ្នែកខាងក្រោមនៃដាវហោះនាងបានក្តាប់ដាវឈើយ៉ាងណែនដោយដៃនិងជើងរបស់នាងមិនន័យថាអបដាវនោះណាហើយមានតែនៅពេលនេះទេដែលនាងបានព្យាយាមឡើងត្រឡំទៅផ្នែកខាងលើនៃដាវវិញហើយក្រោយឈរឡើងក្មេងស្រីតូចនឹងគួរឲ្យស្រឡាញ់ស្លៀកពាក់ពណ៌មាសនោះបានចំពប់ជើងដួលដោយភាពស្រពេចស្រពិលហើយវាដូចជានាងជាមនុស្សស្រវឹងដែលស្ទើរតែមិនអាចរក្សាខ្លួនឲ្យត្រង់បានដោយមើលទៅដំណើររបស់នាងលើដាវហោះមិនមែនជាដំណើរដ៏រីករាយនោះទេត្រាដ៏ស្ងប់ស្ងាត់នោះបានធ្លាក់មកលើដាវឈើហើយទម្ងន់ធ្ងន់បន្តិចរបស់វាបានធ្វើឲ្យចំណុចដងដាវផ្អៀងឡើងលើនេះបានធ្វើឲ្យក្មេងស្រីតូចនោះក្រវីដៃរបស់នាងដើម្បីព្យាយាមរក្សាលំនឹងហើយខ្លួនខណៈពេលដែលនាងរអិលទៅរកត្រាមិនន័យថាដាវនឹងវាដតទៅក្រោមអញ្ចឹងនេះអត់ដងវាឡើងលើអញ្ចឹងទៅដំបូងវាផ្ដេកតែឥឡូវវាប្រឈរអញ្ចឹងណាហើយក្មេងស្រីនឹងនាងនៅអបនឹងដាវហ្នឹងណាដល់ពេលដាវប្រឈរទៅវាដូចនាងល្អិលចុះពីដាវណាលីវ៉ាភេងមិនបានកត់សម្គាល់ឃើញក្មេងស្រីតូចស្លៀកពាក់ពណ៌មាសនោះទេបន្ទាប់ពីកត់សម្គាល់ឃើញនាងលីវ៉ាភេងក៏រត់មករកដោយក្តីរីករាយដោយចំណាប់អារម្មណ៍យ៉ាងខ្លាំងនាងបានអោនចង្គង់បន្តិចហើយកាន់នៅចុងដាវឈើដោយដៃរបស់នាងខណៈពេលដែលនាងផ្អៀងទៅមើលក្មេងស្រីតូចស្លៀកពាក់ពណ៌មាសដែលកំពុងតែព្យាយាមលាក់ខ្លួនក្មេងស្រីតូចស្លៀកពាក់ពណ៌មាសបានរង្គើបន្តិចហើយវាហាក់ដូចជានាងជាមនុស្សដែលខ្មាស់អៀនខ្លាំងពីកម្ដៅនាងបានយកដៃគ្របមុខមុនពេលដែលលោតឡើងត្រង់ពេលនាងចោះចននាងបានលិចចូលទៅក្នុងដាវឈើដោយមានការភ្ញាក់ផ្អើលហើយបាត់ខ្លួនពីភ្នែកชิงเพียงอ่านมันประกอบท่าเรื่องนี้เจียวไว้เตะหายกวดก็มันจ้องจำนายเปลเกินอัมพีวีเอเลนี่ได้ป่าเพ่งบอดดาวหมอยชมนี่อาจมือถ่ายตราหมุนในบ้านกวดนี่เจโดยสำเร็จออกดิป่าเพ่งบ้านบังกราบการจ้องดังจ้องเคยระหว่างเนียงเปลี่ยนโดยดังท่าเรื่องสำคัญของพอดเอาเป็นนี่คือเต้าแต่ดอกสายจมูกนึงฉุยชันบนตัวปีจับโยงเนื้อตราให้เนียงบ้านสายติดเต็งเป้แต่เนียงปลากำลังอย่างจานดำใบบอดดาวเชอแต่ลูกครูปูระบาดเนียงตัวจะยังหน้าก็ได้มีไตรตัวมันบ้านครบครองกำลังระบาดเนียงởบ้านtrầmเต่าเต้หายดาวเชอบ้านบอลตะโรกันไรนามุ้ยแต่ในช่ายปีกันไรได้ชินพินอันกำปงโชว์ไอ้ใจเงี้ยกร้อยชินพินอันนี่เจแต่การรีบประพิงบรรทัดโมกัดบานได้เติมหมักหางในอันโดงหายได้เชิงระบาดควันในเลือเกมจนเชียงอันโดงบรรทัดปีจับดาวเชอบานหายก่อนบรรทัดดาวเติมมงโดยจับดาวเชอจอมเบ็ดดวงระบาดชีชานเนเปเด็กกดดูแต่เลยได้ลึบเนเปนี่ไม่ใช่ตัวเสียเปียปัวเมียบานลูกเปียกันดาคล้วนระบาดเนียงจังลูนจังเปียกันดาคล้วนระบาดเนียงจังปีดาวเชอหนึ่งได้ระบาดชินผินอันหายเวียนเมื่อเตอโดยจะเนียงเหียบหนึ่งย่อมไม่จ้องมุกระบาดเนียงพอเป็นแต่ได้อารมณ์เมียนโตหนึ่งการสอกได้ให้เนียบ้านกระวีได้ยังสมอสมะหายงกบ้าแต่การชินผินอันเวียโดยจะเนียงจังเป็นชอบชินผินอันปีกาสำลับเฉยชันตัวจะยังหน้าก็ได้ชินพินอันบานตังจัดยังมุดมวมจับตังปีเปลเด็กวันจับดาวเชอร์โหดมาดอลเปเด็กวันอรุณเวทมงเนื้อเปเด็กไม่ใช่ตัวเสียเปปัวเมียเลยจังมองจ่องดาวเชอร์บานป้าหนังตรูกระบอกชื่อชานรู้แต่หายต่อยซาแต่ชินพินอันบานบังในเซรามิกหนังเครื่องสมุนระยะเปลจีจานชนะมันก้าครบครองกำลังระบบกวนเลิกกำลังระบบกวนอาจตุกท่าเมียนเพียบเจเล็กพวกตัวใบสิกอดจังดอกคลวนเจนปีกาวีประหารนิกาดอยที่ได้บรรจุตามระยะเรียงกายระบบกวนหนังสันตูปีได้ระบบกวนสลังการดาวเชอร์บางกำหนดท่าวิมันอายแต่รุ่ยเตสำหรับกวนโครงการพลับโดและตะพอล
អ្នកប្រាជ្ញចំណាស់ម្នាក់ដែលមានវ៉ាលីរុំជំវិញដោយក្រណាត់កបាសនៅលើខ្នងរបស់គាត់ស្រាំតែលេចចាញ់មកក្បែរពួកគេដោយរអ៊ូរទាំដោយភាពធូរស្រាលថាហើយអរគុណព្រះជាម្ចាស់អញ្ចឹងអូយមកទន់ណាហើយនៅសល់តែមួយអ៊ីងទៀតទេពីត្រូវបានគេបោកអញ្ចឹងតែមកទន់នៅមកតប់ដាវនឹងទន់ណាហើយធូរទ្រូងអាសាសណប់ផងសាសដំបងនេះអស់នេះជួយឆានឹងគឺសាសគាត់ដំបងគេបន្ទាប់ពីការមកដល់ភ្លាមរបស់អ្នកប្រាជ្ញចាស់ពីកន្លែងណាមួយវាដូចជាករបស់ឈឺឆានវ័យក្មេងត្រូវបាននរណាម្នាក់ចាប់ហើយទាញត្រឡប់មកវិញណាហើយធ្វើឲ្យគាត់ឈរត្រង់ភ្លាមទោះបីជាឈឺឆាននៅតែស្ថិតក្នុងភាពស្រពេចស្រពិលក៏ដោយខ្នងរបស់គាត់ត្រង់ហើយគាត់ឈរត្រង់ដូចដើមស្រល់បៃតងនេះអនុញ្ញាតឲ្យគាត់គេផន់ពីវាសនានៃការត្រូវបានចេញពីអានចាក់ទម្លុះបេះដូងរបស់គាត់ហើយសន្តិទៀតមកទន់មានប្រាជ្ញាបានសម្លឹងមើលក្មេងប្រុសពាក់ស្បែកជើងចម្បាំងដែលបានដកថយយ៉ាងលឿនហើយកាន់ដាវឈើរបស់គាត់ផ្ដេកនៅពីមុខគាត់ទន្ទឹមនឹងនេះគាត់បានប្រើដៃម្ខាងទៀតរបស់គាត់ដើម្បីអូសលីប៉ាភីងពីក្រោយគាត់ការក្តាប់ដាវរបស់គាត់គឺមិនជំនាញនឹងឆ្កងហើយវាអាចប្រៀបធៀបទៅនឹងរបៀបដែលអ្នកកាប់ឈើនៅលើភ្នំជាយាមកាន់ជក់សរសេរអសបចង់វាមើលទៅឆ្កងនឹងខុសឆ្កងខ្លាំងណាស់និយាយមែនតែអ្នកដឹងតែពេលដែល admin ទៅដាប់ចម្លាក់ម្ដងពេលដាប់ចម្លាក់ទៅវាខ្ទួជាពេលខ្លះទៅកាន់ហើយពន្លាកកាន់អីទៅវាខ្ទួដល់ពេល admin ទៅគូរូបវិញម្ដងកាន់ធ្លាក់ហ្មងណាកាន់ជក់ធ្លាក់ហ្មងណាដូច្នេះវាជាអ្នកមែនបារោះចំណាស់បានដកដង្ហើមធំដោយអារម្មណ៍ជាភិនអានមានភាពតានតឹងនិងប្រុងប្រយ័ត្នដោយជាគាត់កំពុងប្រឈមមុខនឹងសត្រូវដ៏ខ្លាំងក្លាមួយគាត់មិនហ៊ានធ្វើប្រហែសទេហើយគាត់បាននិយាយយ៉ាងស្រទន់ថាប៉ាភឹងរត់ចេញប្រសិនបើអ្នករកឃើញឱកាសអ្នកមិនចាំបាច់បារម្ភពីខ្ញុំទេទោះជាយ៉ាងណាក៏ដោយជាភិនអានបានកត់សម្គាល់ឃើញយ៉ាងរហ័សថាលីប៉ាភឹងកំពុងទាញដៃអាវរបស់គាត់ម្ដងហើយម្ដងទៀតគាត់មានការភ្ញាក់ផ្អើលបន្តិចហើយគាត់បានមើលទៅក្រោមហើយសួរថាមានរឿងអ្វីទាំងមុខរបស់លីប៉ាភីងរឹងរូសហើយនាងបានលើកម្រាមដៃមួយឡើងលើហើយចង្អុលទៅក្រោយឈិនភីនអាននាងបើកមាត់បន្តិចហើយវាហាក់ដូចជានាងកំពុងនិយាយពាក្យពី3ម៉ាត់ថាមានខ្មោចអញ្ចឹងមានខ្មោចត្រូវបានខ្ទុំដោយសត្រូវឬឈិនភីនអានមានអារម្មណ៍តានតឹងហើយពេលដែលគាត់ងាកមកមើលទឹកមុខរបស់គាត់ក៏ស្រឡាំងកាំងយ៉ាងលឿនគាត់ព្រិចភ្នែកហើយបន្ទាប់មកក៏បានព្រិចភ្នែកម្ដងទៀតបន្ទាប់ពីបញ្ជាក់ថាគាត់មិនបានឃើញអ្វីទេគាត់ក៏មិនហ៊ាននិយាយអ្វីទាំងអស់ក្រែងលោគេលឺហើយធ្វើឲ្យបងស្រីអមតៈគ្រោះថ្នាក់ធ្ងន់ធ្ងរអញ្ចឹងគាត់ឃើញវិញ្ញាណដើមរបស់គាត់នៅពីក្រោយខ្នងលីវាពេញថាខ្មោចទោះជាយ៉ាងណាក៏ដោយគាត់ក៏មានអារម្មណ៍ចង់និយាយអ្វីមួយយ៉ាងខ្លាំងប៉ុន្តែគាត់មិនដឹងថាត្រូវនិយាយអ្វីឬចាប់ផ្ដើមពីណាទេហើយនៅនេះគាត់ភ័យស្លន់ស្លោដូចជាស្រមោចនៅលើខ្ទះលីផាភីងបានចាប់ដៃអាវលោកគ្រូពូរបស់នាងយ៉ាងស្ងៀមស្ងាត់ខណៈពេលដែលនាងសម្លឹងមើលទៅអ្នកប្រាជ្ញាដែលមើលទៅគួរឲ្យស្រឡាញ់មុនពេលងាកក្បាលទៅសម្លឹងមើលខ្មោចស្រីដែលហាក់ដូចជាអាចមកនឹងទៅបានតាមចិនបើប្រៀបធៀបទៅនឹងខ្មោចស្រីដែលស្លៀករ៉ូមអាពាហ៍ពិពាហ៍គួរពណ៌ក្រហមភ្លឺដែលពួកគេធ្លាប់បានជួបប្រទះពីមុនមកខ្មោចស្រីយប់នេះស្លៀកពាក់ពណ៌សហើយកាន់នៅស្លឹកឈូកពណ៌សនៅក្នុងដៃលីប៉ាភីងមិនអាចជួយអ្វីបានក្រៅពីរអ៊ូរទាំដាក់ខ្លួនឯងតែខ្មោចស្រីនៅក្នុងโลกនេះមានភាពឆើតឆាយនិងប្រណិតបែបនេះមែនទេអញ្ចឹងឃើញខ្មោចស្អាតចឹងកើតខ្មោចវិញហ៎ការពីយូរយារណាស់មកហើយនាងធ្លាប់បានបង្ខំបងធំរបស់នាងឲ្យរៀបរាប់រឿងខ្មោចដ៏គួរឲ្យខ្លាចនិងបង្ហូរឈាមទាំងនោះដល់នាងក្នុងចំណោមក្រុងចាំងពណ៌ក្រហមខ្មោចតើងវិញ្ញាណទន្លេនិងសាន់ចម្លែកដតីទៀតដែលគាត់បានពីពណ៌នាតើមួយណាដែលមិនគួរឲ្យខ្លាចហើយងាយនឹងកាន់មនុស្សហើយស៊ីសាច់របស់ពួកគេតាមចិនគាត់គូរួមពួកគេទាំងអស់ជាសាន់ដ៏គួរឲ្យខ្លាចនិងគួរឲ្យខ្លាចបំផុតតើពួកគេដោយខ្មោចស្រីដែលឈរនៅពីមុខនាងឥឡូវនេះមែនទេតាមពេលទៅខ្មោចស្រីនេះថែមទាំងស្រស់ស្អាតនិងមាននឹងទាក់ទាញជាងអ្នកស្រីឈូដែលជាខ្មោចស្រីនៅក្នុងអរូបអាពាហ៍ពិពាហ៍ពណ៌ក្រហមភ្លឺទៅទៀតនាងខ្ពស់ខ្លាំងណាស់ប៉ុន្តែនាងនៅតែមើលទៅស្លីមស្អាត
សក់ខ្មៅរលោងរបស់នាងប្រៀបដូចជាទឹកជ្រោះដែលភ្លឺចែងចាំងហើយវាត្រូវបានចងភ្ជាប់គ្នាដោយក្រណាត់សូត្រពណ៌មាសហើយរុំលើស្មារបស់នាងដើម្បីឲ្យវាធ្លាក់ម៉ងពីមុខទ្រូងរបស់នាងមើលទៅស្រស់ស្អាតនិងថ្លៃថ្នូរជាពិសេសលីវ៉ាភីងមានអារម្មណ៍ថាស្ត្រីនៅចំពោះមុខនាងទាំងខ្ពស់ទាំងស្អាតរឿងនេះធ្វើឲ្យនាងមានអារម្មណ៍ច្រណែនយ៉ាងខ្លាំងនាងបានឈរដោយសម្ងាត់នៅលើម្រាមជើងរបស់នាងប៉ុន្តែនាងបានដាក់កែងជើងរបស់នាងចុះវិញយ៉ាងលឿនដោយការខកចិត្តឥឡូវនេះវាដូចជាស្ត្រីខ្ពស់ស្រឡះនោះសម្លឹងមកឈិនភីនអានប៉ុណ្ណោះលេថាឃើញណែហើយណែស្ត្រីម្នាក់នឹងគឺចាញ់មកគឺសម្លឹងមើលឈិនភីនអាននាងខំជំទើតដើម្បីឲ្យគេមើលនាងអញ្ចឹងអត់មានមើលនាងប៉ុណ្ណឹងនាងញញឹមទាំងព្រិចភ្នែកហើយនិយាយថាយើងនឹងប្រយុទ្ធជាមួយពួកគេក្នុងពេលឆាប់នេះមិនចំបាញ់ខ្លាចបរោះចំណាស់នោះទេគាត់ពូកែតែទ្រាំនឹងការវេដំប៉ុណ្ណោះអីចឹងកុំបារម្ភអីបងស្រីធំម្នាក់នេះមិនមែនជាមនុស្សអាក្រក់ទេនាងនៅខាងយើងឈិនភីនអានបាននិយាយទៅកាន់លីវ៉ាភីងដោយធ្វើឲ្យប្រកាសថាបានធ្វើឲ្យនាងស្ងប់ចិនជាមុនបន្ទាប់មកគាត់ងើបមុខឡើងហើយមិនអាចជួយអ្វីបានក្រៅអំពីសួរដោយសម្លេងស្ងាត់ថាតើអ្នកមិនបាននិយាយថាអ្នកមិនអាចចេញពីពិភពពីទីក្រុងតូចនោះបានទេមែនទេចុះបើពួកបរិសុទ្ធគាត់សម្គាល់ឃើញរឿងនេះស្ត្រីរៀងខ្ពស់បានអង្រួនដៃរបស់នាងធ្វើឲ្យស្លឹកឈូកនៅក្នុងដៃរបស់នាងញ័រយ៉ាងស្រទន់នាងបាននិយាយដោយសម្លេងយឺតនិងស្រទន់ពេលដែលនាងឆ្លើយថាតើអ្នកស្គាល់កន្លែងមួយដែលគេហៅថាពិភពផ្កាឈូកទេចារឹករបស់នាងគឺស្ងប់ស្ងាត់ខ្លាំងណាស់ឈិនភីងអានស្រាំតែនឹកឃើញពាក្យរបស់នីងយ៉ាវហើយគាត់ក៏ងក់ក្បាលមុនពេលដែលឆ្លើយថាមាននរណាម្នាក់បានប្រាប់ខ្ញុំអំពីរឿងនេះពីមុននេះជាកន្លែងដែលបព្វបរោះតាវទៅសម្រាកនិងសងប់ចិត្តទោះបីជាវាគ្រាន់តែជាពិភពលោកតូចមួយក្នុងចំណោមពិភពលោកតូចទាំង36ក៏ដោយសូម្បីតែស្លឹកឈូកតូចបំផុតនៅក្នុងពិភពលោកតូចនោះក៏លាតសន្ធឹងលើផ្ទៃដីធំជាងរាជធានីទាំងមូលនៃអាណាចក្រលីដ៏អស្ចារ្យដែរស្ត្រីរៀងខ្ពស់ញញឹមតិចហើយបញ្យល់ថាវាមិនមែនជាការបំភ្លឺពេកទេឧទាហរណ៍ស្លឹកឈូកនៅក្នុងដៃរបស់ខ្ញុំអាចលាតសន្ធឹងបានចម្ងាយប្រហែលជា5គីឡូម៉ែត្រប្រសិនបើវាសន្មតថាជាតម្រង់ពិតរបស់វាជាការពិតណាស្លឹកឈូកធំបំផុតនៅក្នុងពិភពលោកតូចនោះเป็นជាធំជាងរាជធានីនៃអាណាចក្រលីដ៏អស្ចារ្យតែទៀតស្លឹកឈូកទាំងនេះអាចបិទបាំងប្រាសាអាចបិទបាំងវត្តមានរបស់មនុស្សម្នាក់ដូច្នេះនិយាយម្យ៉ាងទៀតសម្បីតែអ្នកប្រាជ្ញនៃការបង្រៀនទាំង3និងចវាយនាយនៃសាលាគំនិត100ក៏មិនអាចរកឃើញចលនារបស់ខ្ញុំដែរពេលនាងឃើញទឹកមុខងឿងស្ងល់នៅលើមុខរបស់ឈិនភីនអាននាងបានញញឹមហើយនិយាយបន្ថែមថាខ្ញុំមិនទាន់មានកំណត់ទ្របនេះនៅឡើយទេនៅពេលដែលយើងជួបគ្នាជាលើកដំបូងទោះជាយ៉ាងណាក៏ដោយឈីជីនឈុនបានធ្វើដំណើរទៅកាន់ឋានសួគ៌លើសពីឋានសួគ៌មុនពេលដែលគាត់ចាក់ចែងពីពិភពលោកមនុស្សហើយគាត់បានរកឃើញបុព្វបរោះតាវហើយបានចរចាជាមួយនឹងបរោះចំណាដែលមិនចេះស្លាប់នោះមួយរយៈវាអរគុណចំពោះគាត់ដែលខ្ញុំអាចទទួលបាននៅឆាន់ស្លឹកឈូកនេះទាក់ទងនឹងតម្លៃដែលជីជីងឈុនបានចំណាយខ្ញុំមិនច្បាស់អំពីរឿងនេះទេយ៉ាងណាមិញតួអង្គសាច់ឈាមរបស់គាត់បានបំពេញលើបំរាមមួយហើយបានធ្វើឲ្យមនុស្សជាច្រើននៅក្នុងនិកាយតាវមិនពេញចិត្តដូច្នេះខ្ញុំអាចនិយាយដោយប្រកាសថាជីជីងឈុនពិនជាបានចំណាយប្រាក់យ៉ាងច្រើនក្នុងកំឡុងពេលធ្វើដំណើររបស់គាត់ចេញពីពិភពលោកដ៏អស្ចារ្យនេះហើយទៅកាន់ពិភពលោកផ្កាឈូកសម្បីតែស្ត្រីខ្ពស់ស្រឡះក៏មានទឹកមុខងឿងឆ្ងល់បន្តិចនៅពេលដែលនាងនិយាយបែបនេះនាងបានកោតសរសើរសិស្សของជឺនោះដោយចេញពីបាតបេះដូងរបស់នាងបន្ទាប់ពីជីជីងឈុនបានវិលត្រឡប់មកកាន់ពិភពលោកមនុស្សវិញពីឋានសួគ៌ហួសពីឋានសួគ៌ពួកគេទាំងពីរនាក់បានរីករាយនឹងការសន្ទនាចុងក្រោយមានន័យថាជីជីងឈុនក៏ទៅឋានសួគ៌ហួសពីឋានសួគ៌ទៀតណាមិនដូចមានឋានសួគ៌មួយជាន់ហើយមួយជាន់ទៀតទេណាមកតែជីជីងឈុនគាត់បែរជាបងតម្លៃគាត់ច្រើនហើយគាត់ដើម្បីទៅចរចាជាមួយនឹងបុព្វបរោះតាវដែលនៅក្នុងពិភពលោកតូចនោះពិភពលោកផ្កាឈូកនោះដើម្បីសុំមកផ្កាឈូកនឹងយកមកឲ្យវិញ្ញាណដាវរបស់របស់ឈិនភីងអានណាដើម្បីឲ្យនាងអាចធ្វើដំណើរបានចេញពីពិភពលោកតូចនោះចេញពីទីក្រុងតូចនោះណាអ្នកអរនេះស្លឹកឈូកនេះឬ
ខ្ញុំបានធ្វើដំណើរទៅកាន់ឋានសួគ៌លើពីឋានសួគ៌ហើយបានទាញយកវាពីពិភពផ្កាយឈូកវាអាចជួយអ្នកចែកចែងពីកន្លែងនេះដោយមិនចាំបាច់ជូនដំណឹងដល់តាវឋានសួគ៌នៃតាវដ៏អស្ចារ្យនៃឋានសួគ៌និងផែនដីអ្នកមិនចាំបាច់ព្រួយបារម្ភអំពីពួកបរិសុទ្ធដែលរកឃើញចលនារបស់អ្នកទេរឿងនេះពិតជាអស្ចារ្យណាស់ប៉ុន្តែតើអ្នកមិនខ្លាចឈិនពីអានខ្លាយទៅជាមនុស្សគ្មានសិលធម៌និងមានចិត្តអាក្រក់ពេលមានខ្ញុំនៅក្បែរគាត់ទេមែនទេតើអ្នកមិនខ្លាចគាត់ខ្លាយទៅជាមនុស្សប្រភេទដែលឈីជញ្ជុនស្អប់ខ្ពើមខ្លាំងនោះទេមែនទេខ្ញុំដឹងច្បាស់អំពីនិស្ស័យនិងចរិតរបស់ឈិនពីអានដែលជាមូលហេតុដែលខ្ញុំបានបារម្ភដែលខ្ញុំមិនបារម្ភអំពីគាត់ឆ្លៀតឱកាសអំពីអំណាចរបស់គាត់ដើម្បីធ្វើបាបអ្នកដទៃខ្ញុំនឹងមិនបារម្ភនោះទេទោះបីជាអ្នកឈរយាមក្បែរគាត់គ្រប់ពេលវេលាក៏ដោយតើអ្នកមានសោតិធិនិយមចំពោះឈិនពីអានបែបនេះមែនទេតើអ្នកគិតយ៉ាងណាដែរយ៉ាងណាមិញគាត់ជាប្អូនប្រុសពៅរបស់ខ្ញុំអ្នកនឹងឈិនពីអានជាចំនួនតែមួយចំណែកឯខ្ញុំវិញទទួលយកឈិនពីអានជាលោកគ្រូរបស់ខ្ញុំដូច្នេះតើអ្នកចង់បញ្ជាក់អ្វីឈីជិញ្ឈុនជាម្ចាស់របស់ខ្ញុំទទួលឯខ្ញុំវិញទទួលយកឈិនពីអានជាម្ចាស់របស់ខ្ញុំដូច្នេះអ្នកចង់បញ្ជាក់អ្វីឈីជិញ្ឈុនហេឯងនិយាយទៅរឿងនេះគឺបោកបាល់មកណាហើយអេដមីនកែងគិតដំបងគិតតែឈិនពីអាននឹងឈីនឹងឈិនឈីជិញ្ឈុននឹងគឺជាសាច់បងសាច់ប្អូនសាច់ច្បងចឹងអ្នកអស់នេះដល់ពេលកន្លែងទៅនោះថាជាគ្រូអូយអញញ៉ៃមែនរឿងនេះណាកន្លែងទៅនេះគឺចង់និយាយថាវិញ្ញាណដើមនិងឈីជិញ្ជុនគាត់បានសន្ទនាគ្នាចឹងណាពេលដែលឈីជិញ្ជុនយកឲ្យការស្លឹកឈូកនឹងមកឲ្យនាងណាហាខ្ញុំមិនហ៊ានទេស្ត្រីរៀងខ្ពស់រូបនោះមិនអាចជួយអ្វីបានក្រៅពីដកដង្ហើមធំនៅក្នុងចិនពេលដែលនឹកឃើញពីការសន្ទនាមួយនេះវាជាការគួរឲ្យអាណិតណាស់ដែលពិភពលោកបានបាត់បង់ឈីជិញ្ជុននៅក្នុងការបង្ហាញដ៏កម្រមួយលីប៉ាភេងដែលមិនខ្លាចញញើតបាននិយាយដោយសំឡេងខ្មៅអៀនថាបងស្រីធំអ្នកពិតជាស្រស់ស្អាតណាស់អីចឹងស្ត្រីរៀងខ្ពស់ស្រឡាងក់ក្បាលហើយនិយាយទាំងញញឹមថាស្អាតជាងអ្នកទៅទៀតអីចឹងហើយឌឺទៀតណានេះមិនត្រឹមតែក្លាហានប៉ុណ្ណោះទេថែមទាំងខោខើនិងមុតស្រួយទៀតផងលីប៉ាភេងមានអារម្មណ៍ស្រឡាំងកាំងបន្តិចហើយនិយាយមិនចេញថ្ងារបស់ឈិនពីអានស្រក់ដោយញើសត្រជាក់នៅពីក្រោយឈិនពីអានការជួបជុំគ្នាដ៏រីករាយមួយទៀតកំពុងកើតឡើងអ្នកប្រាជ្ញាបានសម្លឹងមើលទៅក្មេងប្រុសស្លៀកពាក់ពណ៌សដែលបានដឹងខ្លួនទាំងវិញយុវជនឈុយឆានបានសម្លឹងមើលទៅបរិះចំណាស់វិញដោយគិតថាខ្ញុំដួលរួចហើយដូច្នេះតើខ្ញុំត្រូវខ្លាចដួលម្ដងទៀតមែនទេតើខ្ញុំត្រូវខ្លាចអ្នកមែនទេអីចឹងអ្នកប្រាជ្ញាបានសម្លឹងមើលស្ត្រីរាងខ្ពស់នោះដែលបានងក់ក្បាលតបមកវិញហើយបង្ហាញថាវាអាចធ្វើទៅបានសម្រាប់គាត់ក្នុងការបន្តពេលនោះហើយតើអ្នកប្រាជ្ញាបានងាកមករងឈុយឆានវ័យក្មេងវិញហើយស្ដីបន្ទោសដោយកំហឹងថាឈុយឆានឯងមិនឆ្លាតនោះទេអញ្ចឹងតែបើដូច្នេះហេតុអ្វីបានជាយើងទាំងពីរមិនពិនិត្យមើលឡើងវិញនៅព្រឹត្តិការណ៍នៅពេលនោះតើអ្នកបានពិចារណាទេថាហេតុអ្វីបានជាខ្ញុំបាត់បង់ការគ្រប់គ្រងលើតួអសរទាំងនោះភ្លាមដោយអនុញ្ញាតឲ្យអ្នកដកហើយពួកគេចេញពីប្រដឹងរបស់អ្នកតើអ្នកបានពិចារណាទេថាហេតុអ្វីបានជាតួអសរទាំងនោះត្រូវបានគូកងដោយចៃដន្យជាមួយនឹងចង្អូតហើយឈីដាវដោយទាំងពីរកិនគ្នាទៅវិញទៅមកទាំងស្រុងហើយអនុញ្ញាតឲ្យអ្នកហើរឡើងពីបាតអណ្ដូងហើយមានឱកាសបញ្ចេញការវាយប្រហារដល់សាហាវទៅលើឈិនភីនអានឬតើអ្នកបានពិចារណាទេថាអ្នកប្រហែលជាត្រូវបានសម្លាប់ដោយឈិនភីនអាននៅទីបញ្ចប់ខណៈពេលដែលឈិនភីនអាននឹងរបួសយ៉ាងធ្ងន់ធ្ងរដោយអ្នកដែលទេទាំងមករបស់ឈុយឆានវ័យក្មេងគឺខ្មៅងងឹតនឹងញួរនៅទីបញ្ចប់គាត់អាចត្រឹមតែខំបបោមករបស់គាត់ដោយទឹកមុខមិនសប្បាយចិត្តហើយធ្វើពោតជាប្រងើយកន្តើយរួចឆ្លើយតបថាវាគ្មានអ្វីក្រៅអំពីការជ្រៀតជ្រែកពីអ្នកប្រែខុងជឺមួយចំនួននោះទេតែមានអ្វីដែលគួរឲ្យភ្ញាក់ផ្អើលអំពីរឿងនេះសម្បីតែជីជិញ្ជុនក៏ស្ម័គ្រចិត្តដែលចូលទៅក្នុងអន្ទាក់មរណៈហើយចោះចាញ់នឹងវាសនាបែបនេះដែរដូច្នេះតើមានអ្វីខុសជាមួយនឹងខ្ញុំ
ដែលត្រូវបានគេបោកបញ្ឆោតម្ដងដែរគាត់កាន់តែខឹងសម្បាពេលដែលនិយាយហើយគាត់បានចង្អុលម្រាមដៃរបស់គាត់ទៅកាន់អ្នកប្រាជ្ញចំណាស់ក្រីក្រហើយស្រែកថាតែចាស់អើយអ្នកនៅតែមានមុខមាត់ដើម្បីនិយាយរឿងទាំងអស់នេះមែនទេឈីឈិនឈុនដែលជាអ្នកមានក្តីសង្ឃឹមខ្ពស់បំផុតបានស្លាប់ទៅហើយម៉ាចាន់ល្ងងខ្លៅដែលខ្សោយផ្លូវចិត្តបំផុតបានស្លាប់ផងដែរហើយមនុស្សដែលមានត្រកូលជូរបានសម្រេចចិនបាត់ខ្លួនជារៀងរហូតទន្ទឹមនឹងនេះខ្ញុំក៏បានធ្លាក់ខ្លួនទៅក្នុងស្ថានភាពវេទនាបែបនេះដែរនៅទីបញ្ចប់តើភាពមិនថិតថេរមិនមែនជាអ្នកទេមែនទេតែនេះមិនមែនជាកំហុសរបស់អ្នកទេអ្នកសរសេរអត្ថបទល្អបំផុតនៅលើពិភពលោកមានគោលគំនិតជ្រាលជ្រៅបំផុតនៅលើពិភពលោកហើយក៏ធ្លាប់បានជួយពិភពលោកអស់រយៈពេលជាយូរមកហើយតើអ្នកសុខសប្បាយជាទេឥឡូវនេះអីចឹងបរិសុទ្ធទី2សូមស្ដាប់ដោយប្រុងប្រយ័ត្នបរិសុទ្ធទី2បរិសុទ្ធលំដាប់ទី3នៅក្នុងប្រាសាទគង្ជឺបានលើកកម្ពស់ប្រជាជនសាមញ្ញថាមានសារៈសំខាន់ជាងអ្នកគ្រប់គ្រងចំពោះអាណាចក្រមួយដោយកិច្ចការតាក់ទងនឹងដីនិងក្របធញ្ញជាតិស្ថិតនៅចន្លោះពួកគេហើយដោយសារអ្នកគួរឲ្យចាប់អារម្មណ៍បែបនេះអ្នកបានទទូចលើកកម្ពស់ការគោរពបូជានិងការគោរពបូជាចំពោះឋានសួគ៌និងផែនដីអ្នកគ្រប់គ្រងឪពុកម្ដាយនិងគ្រូពួកបរិស័ទទី2បានលើកឡើងថាធម្មជាតិរបស់មនុស្សគឺល្អតាំងពីកំណើតប៉ុន្តែអ្នកគ្រាន់តែត្រូវប្រឆាំងនឹងគាត់ហើយនិយាយថាធម្មជាតិរបស់មនុស្សគឺអាក្រក់តាំងពីកំណើតវេទនាណាតើបរិស័ទទី2ធ្វើឲ្យអ្នកអន់ចិនយ៉ាងដូចម្ដេចក្មេងចំទងជួយឆានបានជន់ជើងដោយកំហឹងតាមពិតទៅនេះជាប្រតិកម្មជាទម្លាប់ដែលគាត់ទទួលមរតកពីអ្នកប្រាជ្ញចាស់ដែរម្រាមដៃរបស់គាត់ស្ទើរតែប៉ះច្រមុះរបស់អ្នកប្រាជ្ញចាស់ហើយគាត់បន្តស្រែកថាអាក្រក់ជាងនេះទៅទៀតបរិស័ទទី2មិនចាស់ជាងអ្នកប៉ុន្មានទេដូច្នេះប្រហែលជាគាត់នៅរស់ហើយរីករាយនឹងជីវិតនៅកន្លែងណាមួយក្នុងពិភពលោកដូច្នេះហេតុអ្វីបានជាអ្នករឹងរូសម្ល៉េះអ្នកចាស់ហើយអញ្ចឹងអីចឹងតើអ្នកមិនអាចកំណត់គោលដៅបរិសុទ្ធអស្ចារ្យឬបរិសុទ្ធសិលធម៌ចំនួនវិញបានទេប្រហែលជាបរិសុទ្ធទី2អាចជួយអ្នកបានទៀតប៉ុន្តែអ្នកទទូចប្រឆាំងនឹងបរិសុទ្ធទី2ខ្ញុំពេញជាចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការរឹងរូសរបស់អ្នកគេនិយាយឲ្យគេចង្អុលនឹងចង់ដល់ចំោះគ្រូគេណាអ្នកប្រាជ្ញនៅស្ងៀមហើយគ្រាន់តែជូនទឹកមាត់ដែលជួយឆានវ័យក្មេងបានបញ្ចេញមកលើមុខរបស់គាត់ទៅចុះអូចាមែនតែនឹងដឹងជាគ្រូមិនដឹងជាណាទេអត់មានជាថាទេអ្នកអស់នេះនឹងជាគ្រូមិនដឹងជាអ្នកណាទេហើយមួយទៀតដោយសារតែអញ្ចឹងផងអ្នកនេះជួយឆានគាត់បរិស័ទមិញហ្នឹងគឺគាត់ប្រាប់ជួយឆានថាហេតុអីបានជាជួយឆានហ្នឹងគាត់អាចដកអាសពួរមាសនៅក្នុងចិត្តរបស់គាត់ហ្នឹងណាដែលគាត់បានដាក់ហ្នឹងដោយអាចឲ្យគាត់នឹងស្ទុះចេញពីហើយឈីដាវហើយមួយទៀតអាសពួរមាសដែលជួយឆានបានបញ្ចេញទៅទប់ទល់ជាមួយនឹងឈីដាវហេតុអ្វីបានជាអាចទប់ទល់ជាមួយនឹងឈីដាវបានអញ្ចឹងណាតែពេលដែលវាប៉ះចង្កេះគ្នាហេតុអីហើយហេតុអីអានជាជួយឆានអាចចេញពីដងមកបានអញ្ចឹងណាគាត់ចង់និយាយពីមូលហេតុថាមកពីគាត់នឹងជួយហើយមួយទៀតដោយសារតែហើយវិញ្ញាណដាវបធូដៃក៏ចង់និយាយចាបានជាជួយឆានអាចចេញមកប៉ុន្តែមិនទាន់បាននិយាយអីផងជួយឆានដាក់ប៉ឹងឡើងស្ពឹកមុខហ្មងខ្ចាយទឹកមាត់ពេញមុខគាត់ណាសំលួឬការមិនចោះសម្រងគ្នាទេទួយក្នុងគ្រួសារឬក្រុមនឹងមិនបង្កឲ្យមានភាពចលាចលច្រើនទេជាពិសេសប្រសិនបើវាកើតឡើងនៅពីក្រោយទ្វារបិទចិត្តទោះជាយ៉ាងណាក៏ដោយមនុស្សម្នាក់ត្រូវតែដឹងថានេះគឺជាចំនួនរវាងបរិសុទ្ធទី2និងបរិសុទ្ធអ្នកប្រាជ្ញនេះគឺជាសមរភូមិរវាងទី3និងទី4ដែលបានរង្គោះរង្គើដល់និកាយខុងជឺទាំងមូលហើយសាលារៀននិងបណ្ឌិតសភាទាំងអស់របស់ខ្លួននេះគឺពេទ្យជាគួរឲ្យភ្ញាក់ផ្អើលពេកទាំងនេះគឺជាបរិសុទ្ធដ៏ខ្ពង់ខ្ពស់ពីររូបហើយពួកគេស្ទើរតែអាចចាត់ទុកថាជាតំណាងនៃនិកាយខុងជឺទាំងមូលនិកាយដែលបានសរសេរច្បាប់សម្រាប់ពិភពលោកដ៏អស្ចារ្យនេះចាប់តាំងពីបរិសុទ្ធដ៏ខ្ពង់ខ្ពស់និងបរិសុទ្ធសិលធម៌លែងបង្ហាញខ្លួននៅក្នុងពិភពលោកមនុស្សទៀតហើយទោះបីជាចំនួននេះមិនចាំបាច់ជាចំនួនជាមូលដ្ឋានដែលនឹងបណ្ដាលឲ្យនិកាយខុងជឺបាក់បែកក៏ដោយក៏តើស្ថាបនិកនិងព្រឹទ្ធាចារ្យនៃការបង្រៀនផ្សេងទៀតអាចមិនមានការសប្បាយចិត្តមិនមានការសប្បាយរីករាយនិងរីករាយដោយសម្ងាត់នៅពេលដែលពួកគេឃើញរឿងបែបនេះដោយរបៀបណា
mấy tha bao sắt tí pi ai nâng bao sắt tí bay nâng chuột kia chứ nè nè vậy tha mình nuôi cầm pool tiếng buôn chứ nè nè nuôi cầm pool này nó ngày sát na còn chưa tí môi tí pi nâng cứ bắt luôn hay chứ nè nó sao lại tí pi tí bay nâng cái chuột kia Rồi mong cả lên là bạn xì xong đó sầm ngắt bằng phật mùi bàn cắt lá nơi nơi này cái còn chưa bạn xì xong cứ chọn dây thả cả cách công kia chứ nè lên biết đôi truy chan cho mỗi ngày chi trình chuân chẳng ai mà đây thả đôi chỉ lên được đa ốc để cái rệp trăm mấy chứ nè đôi chỉ là bạn mùi dụng mà nuôi dụng ấy từ cầm nát cho Việt Nam đầm bay oi đai chấm nua chứ nè Nế cha nâng tờ tùa school ca bà cháy hai chạp luôn anh đã công đòi smạ chất nực nông prey quân là thua rồi nó Nế pra cha bản tranh để cho nên cốt miên chấm được ở vây krao pi sna nư nông prey quân là thua hai rong chăm sẽ cái slap được tệ còn có mình ai thưa vậy bản đá đối xa ở rụng sầm nạរបស់គាត់នៅក្នុងប្រាសាទកងជឺត្រូវបានបន្ទាបបន្ថម្ដងហើយម្ដងទៀតហើយនៅទីបំផុតត្រូវបានវាកំទេចចោលហើយថានឹងដូចជារបៀបថាយើងលេងដូចជាយើងកំណត់គោលដៅក្នុងទ្រឹស្ដីរបស់យើងកំពុងតែដាក់អ្នកណាដើរមួយឲ្យទៅចាំគោលដៅរបស់យើងអញ្ចឹងណាដើម្បីបញ្ជាក់នៅតាវរបស់យើងឬក៏បញ្ជាក់នៅតាមទ្រឹស្ដីរបស់យើងអញ្ចឹងណាបើអ្នកណាគេអាចបញ្ជាក់បាននៅទ្រឹស្ដីរបស់ខ្លួនបានមុនឬក៏អាចឈ្នះទ្រឹស្ដីអ្នកដទៃបានអាហ្នឹងគឺគេតែឈ្នះណាតែពេលតាចាស់នឹងគាត់ចាញ់នោះដល់ពេលគាត់ចាញ់ទៅគាត់ត្រូវចូលទៅក្នុងព្រៃគុណធម៌នៅសំងំនៅក្នុងនោះគឺដូចជាក្នុងគុកអញ្ចឹងណាទោះជាយ៉ាងណាក៏ដោយនៅពេលដែលសិស្សដ៏គួរឲ្យចាប់អារម្មណ៍បំផុតរបស់គាត់បានធ្វើដំណើរទៅកាន់ទ្វីបឆ្ងាយមួយហើយបានស្លាប់ខណៈពេលកំពុងប្រកួតប្រជែងជាមួយនឹងតាវឋានសួគ៌អ្នកប្រាជ្ញចាស់រូបនេះបានធ្វើកិច្ចព្រមព្រៀងជាមួយនឹងបរិសុទ្ធដទៃទៀតទាំងអស់ដើម្បីបំពេញការសន្យាពីមុនរបស់គាត់នេះមិនមែនជាកិច្ចព្រមព្រៀងជាមួយបរិសុទ្ធខងជឺតែមួយមុខនោះទេប៉ុន្តែទុយទៅវិញគឺជាកិច្ចព្រមព្រៀងជាមួយនឹងបរិសុទ្ធទាំងអស់នៃការបង្រៀនផ្សេងៗគ្នាមិនន័យថានៅក្នុងឯបរិសុទ្ធទាំងអស់នឹងគឺហើយនៅក្នុងនិកាយឬនៅក្នុងឯនិយាយទៅថានិកាយផ្សេងៗចឹងណានៅនិកាយផ្សេងៗលទ្ធិផ្សេងៗគ្នាគេមានពួកបរិសុទ្ធដូចគ្នាទេណាតែប៉ុន្តែនៅក្នុងឯព្រះឯពុទ្ធសាសនាហ្នឹងគឺមានព្រះអរហន្តដែលតំណាងទៅណាដែលងាយស្រួលហៅទៅណាអស់នេះហើយតែពេលនៅក្នុងសាសនាផ្សេងៗគេហៅពួកអេសីចឹងណាអស់នេះហៅអេសីតែអេដមីនប្រាប់ពីមុនហើយតែអេសីហ្នឹងអេដមីនដាក់ឈ្មោះបរិសុទ្ធចឹងណាដូរពីអេសីមកជាបរិសុទ្ធវិញនេះគឺជាកិច្ចព្រមព្រៀងដែលគ្មានអ្នកណាម្នាក់រំពឹងទុកឡើយយ៉ាងណាមិញពាក្យសច្ចានិងការសន្យារបស់បរិសុទ្ធមិនអាចត្រូវបានបំពេញបានយ៉ាងងាយស្រួលនោះទេបើមិនដូច្នេះទេពិភពលោកនេះដែលត្រូវបានចងភ្ជាប់ដោយច្បាប់ដ៏តឹងរឹងអាចនឹងក្លាយទៅជាមិនអាចស្គាល់បានជាយូរមកហើយអ្នកប្រាជ្ញរូបនេះបានលះបង់រូបកាយនិងសមត្ថភាពអាចកំបាំងរួមមិនអស់របស់គាត់ក្នុងនាមជាបរិសុទ្ធខងជឺឥឡូវនេះគាត់គ្រាន់តែធ្វើដំណើរជុំវិញពិភពលោកជាមួយប្រដឹងរបស់គាត់បានរងចាំរហូតដល់ឈួយឆានវ័យក្មេងដាក់ដៃលើត្រកៀករបស់គាត់ហើយបន្ទាបក្បាលចោះដើម្បីដកដង្ហើមវែងមិនពេលដែលសួរថាតើអ្នកនិយាយចប់ហើយឬនៅអីចឹងនឹកឃើញអាអ្នកនិយាយចប់ហើយនឹងណានឹកឃើញណែថ្ងៃវ៉ាងឌិនជាមួយនឹងស៊ូឌីងគូគេនិយាយប៉ុយវ៉ាងឌិនថានិយាយចប់ហើយនៅហើយនិយាយឆ្អែតហើយនៅហើយលូស៊ូឌីងគូអត់មានឈប់ទេអត់ទេនៅទៀតនិយាយជេរទៀតណាតើអ្នកតើដល់ពេលខ្ញុំបញ្យល់រឿងនេះហើយឬនៅបន្ទាប់ពីបញ្ចេញអារម្មណ៍និងកំណត់ដែលជាប់គាំងទាំងអស់របស់គាត់ចេញដោយការផ្ទុះកំហឹងយុវជនឈុយឆានចាប់ផ្ដើមមានអារម្មណ៍ភ័យនិងខ្មាស់អៀនបន្តិចនៅពេលរំលឹកឡើងវិញនៅសមិទ្ធផលទាំងអស់របស់អ្នកប្រាជ្ញចាស់ពីមុនគាត់ក៏ស្ងៀមស្ងាត់ឈឹងភ្លាមអ្នកប្រាជ្ញចាស់បានដកដង្ហើមធំហើយសួរថាតើអ្នកណាបានបង្រៀនជីជីងឈុនលេងអងខ្ញុំឈុយឆានបានហើយលើកទ្រូងចាញ់ដើម្បីឆ្លើយតបអ្នកប្រាជ្ញចាស់នោះគ្មានអារម្មណ៍អ្វីឡើយពេលគាត់និយាយយឺតថាខ្ញុំធ្លាប់បានប្រាប់អ្នកទាំងអស់គ្នាថាអ្នកត្រូវរក្សាភាពស្ងប់ស្ងាត់និងស្ងប់ស្ងាត់នៅពេលវែកញែកជាមួយនឹងអ្នកដទៃឈុយឆានបានបន្ទាមសម្លេងរបស់គាត់ភ្លាមដោយការភ័យខ្លាចរួចឆ្លើយថាគឺខ្ញុំឈីឈិញឈុនគ្មានទេពកោសលខាងលេងអុកទេ
ដូច្នេះគាត់បានបដិសេធមិនលេងជាមួយខ្ញុំបន្ទាប់ពីចាញ់2 3ដងនេះតែឈីជីងឈ្នូនមិនន័យថាគាត់ថាគឺគាត់អ្នកនាំឈីជីងឈុនអ្នកលេងអញ្ចឹងណាគាត់ថាឈីជីងឈុនគ្មានទេគាត់សល់លេងអុកទេប៉ុន្តែគាត់តែងតែបដិសេធអញ្ចឹងណាបាទដូច្នេះតើអ្នកណាបង្រៀនអ្នកលេងអុកអ្នកប្រាជ្ញាបានសួរស៊ឺឆានបានព្រមនិយាយចម្លើយនោះទេខ្ញុំអ្នកប្រាជ្ញានិយាយដោយត្រជាក់គឺខ្ញុំគឺគាត់អ្នកបង្រៀនជួយឆានមានអារម្មណ៍ឈឺចាប់និងអន់ចិត្តយ៉ាងខ្លាំងអូចេះពីតាចាស់នឹងទេតាចាស់តើអ្នកយល់អំពីគោលគំនិតនៃការធ្វើជាគំរូទេអញ្ចឹងអ្នកប្រាជ្ញាបានជប់មួយសន្ទុះដើម្បីដកដង្ហើមធំមុននឹងបន្តសួរថាពេលអ្នកបង្រៀនឈីជីងឈុនលេងអុកតើអ្នកមានជំនាញអុកច្រើនជាងឬក៏ខ្ញុំមានជំនាញអុកច្រើនជាងអ្នកមានជំនាញអុកជាច្រើនជាងខ្ញុំទៅទៀតជួយឆានបានឆ្លើយតបដោយស្ទាក់ទើបាទដូច្នេះតើអ្នកដឹងទេថាឈីជីងឈុនអាចយកឈ្នះខ្ញុំបានភ្លាមបន្ទាប់ពីរៀនអុកពីអ្នកមែនទេអ្នកប្រាជ្ញាបានសួរយុវជនជួយឆានមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងមានន័យថាឈីជីងឈុនគាត់លេងជាមួយនឹងជួយឆានគាត់លេងមិនដែលឈ្នះទេអញ្ចឹងណាគាត់លេងមិនដែលឈ្នះទេតែដល់ពេលគាត់លេងមួយគ្រូគាត់ក៏លេងឈ្នះគ្រូគាត់ណា